ការងារគ្រូបង្រៀនយើងត្រូវសិក្សាស្រាវជ្រាវរហូតហ្នឹងធ្វើមិនដើម្បីកូនគេចេះពីកូនគេចេះយើងនឹងមានធនធានមនុស្សដ៏ល្អក្នុងស្រុកយើងនេះជាអ្វីដែលលើកទឹកចិត្តដល់ការធ្វើការរបស់ខ្ញុំអូខេមេរៀននេះអំពីប្រវែងមានសភៅមួយយើងហៅថាគណិតវិទ្យាស្តង់ដារគណិតវិទ្យាហ្នឹងគេឲ្យគ្រូហ្នឹងយកចិត្តទុកដាក់តាក់ទងនឹងគំនិតភ័ន្តច្រឡំឬក៏កំហុសដែលសិស្សយើងតែងតែជួបប្រទះណាចាហើយនៅក្នុងហ្នឹងដូចជាគេបានលើកឡើងថាគំនិតភ័ន្តច្រឡំនោះអាចច្រើនត្រូវសង្កេតមើលថាកូនសិស្សហ្នឹងគាត់យល់អត់ពីវិធីនៃការវាស់ប្រវែងហ្នឹងយើងអាចប្រើຂ្នាតជាច្រើនហើយក្នុងຂ្នាតហ្នឹងគេមានຂ្នាតជាមិនផ្លូវការហើយຂ្នាតផ្លូវការຂ្នាតមិនផ្លូវការដូចជាយើងអាចយកវត្ថុផ្សេងមកវាស់ដូចជាចង្អាមមួយហាត់អីចឹងទៅហ្នឹងមិនផ្លូវការទេព្រោះដោយសារមកចាអាមផនខ្ញុំហើយមកចាអាមផនកូនក្មេងមកចាអាមផនមនុស្សប្រុសគឺអាចដូចគ្នាទេហើយនេះនៅពេលដែលយើងវាស់វត្ថុមួយដែលវត្ថុតែមួយបើសិនជាយើងប្រើចង្អាមកូនក្មេងអាចត្រូវមានចំនួនច្រើនប៉ុន្តែបើប្រើចង្អាមមនុស្សធំអាចមានចំនួនតិចជាងអីចឹងទៅយើងធ្វើមិនដើម្បីឲ្យមានស្តង់ដាររួមមួយគឺយើងត្រូវពន្យល់កុមារថារបៀបវាស់ប្រវែងហ្នឹងគេមានຂ្នាតស្តង់ដារមួយមានដូចជាម៉ែត្រចាម៉ែត្រហើយនឹងមានຂ្នាតដែលធំជាងម៉ែត្រអីជាដើមតទៅទៀតចាមានគីឡូម៉ែត្រមានអីចឹងទៅចាហើយនៅពេលដែលនៅក្នុងបរិបទប្រទេសខុសគ្នាជួនកាលគេប្រើຂ្នាតផ្សេងដូចជានៅអាមេរិកគេប្រើຂ្នាតម៉ាល់ចាម៉ាល់ហ្នឹងដូចជា1ម៉ាល់ហ្នឹងវែងជាងម៉ែត្រតាមខ្ញុំចាំបានចាអញ្ចឹងបើសិនជាយើងបរៀនកូនសិស្សយើងឲ្យគាត់លុបបំបាត់ការយល់ច្រឡំទាំងអស់ហ្នឹងខ្ញុំជឿថាគាត់នឹងរៀនបានពូកែហើយគាត់នឹងអាចចូលចិត្តរៀនព្រោះដោយសារគាត់មើលឃើញថាមានវិធីសាស្ត្រជាច្រើននៅក្នុងសកម្មភាពរៀនទាំងអស់ហ្នឹងអរគុណអូយថ្ងៃរបស់គ្រូបង្រៀនចឹងណាមានន័យប្លែកគ្រូបង្រៀន